ស្ដីពីការថែទាំការអភិវឌ្ឍបច្ចេកវិទ្យាតាមពិតទៅនេះគឺជាសកម្មភាពចុងក្រោយនៅក្នុងក្របខ័ណ្ឌគម្រោង3ឆ្នាំដែលត្រូវបិទបញ្ចប់នៅខែណាអញ្ចឹងពួកខ្ញុំរៀបចំនេះគឺមានកំណត់មួយចង់បានយោបល់ផងហើយយើងយកការជជែកជាមួយគ្នាពីការបាត់បង់ផ្លូវចិត្តនៅក្នុងបរិបទការងាររបស់យើងអញ្ចឹងហើយបានជាសូមអញ្ជើញមានភាពចម្រុះហើយជារបស់នេះជារបស់ចុងក្រោយតែក៏ជាថ្ងៃពិសេសមួយដែលក្នុងរយៈពេល1ម៉ោងកន្លងនេះពេលចុងបញ្ចប់យើងនឹងផ្នែកភាពចូលខ្លះជាប់ពាក់ព័ន្ធជាមួយប្រធានបទបន្តទៀតហើយជា3ឆ្នាំម្ដង3ឆ្នាំអញ្ចឹងសិក្ខាសាលានៅក្នុងថ្ងៃនេះយើងលើកឡើងជាប់ពាក់ព័ន្ធជាមួយនឹងសញ្ញានៃការថែទាំការអភិវឌ្ឍបច្ចេកវិទ្យាអាចជូនលោកគ្រូស្វែងយល់បន្ថែមឬមកក៏ឆ្វេងយល់បន្ថែមជាប់ពាក់ព័ន្ធជាមួយនឹងសញ្ញានៃការថែទាំការប៉ះទង្គិចសារៈសំខាន់ហេតុអីបានជាវាសំខាន់នៅក្នុងស្ថាប័នអប់រំមួយទៀតគឺជាប់ពាក់ព័ន្ធជាមួយនឹងការបង្ហាញអំពីលទ្ធផលដែលគម្រោង Mental High បានធ្វើពីមុនមករហូតមកពេលបច្ចុប្បន្នមានថាយើងបានធ្វើអីខ្លះហើយថាតើលោកគ្រូចង់បន្តវាបន្តទៀតអត់ដើម្បីឲ្យស្ថាប័នឬមួយក៏វិទ្យាស្ថានជាតិអប់រំរបស់យើងមាននៅស្តង់ដារផ្នែកសុខភាពមួយជាពិសេសបុកបញ្ចូលជាមួយនឹងសុខភាពផ្លូវចិត្តរបស់គម្រោងដើម្បីអានបន្ថែមបានដែរវាមាន3ភាសាមួយជាភាសាវៀតណាមអង់គ្លេសហើយនិងខ្មែរភាសាខ្មែររបស់យើងក៏មានដែរបាទសម្រាប់ប្រធានបទរបស់សិក្ខាសាលានៅព្រឹកនេះតាក់ទងទៅនឹងការថែទាំសុខភាពផ្លូវចិត្តនេះគឺមានសារៈសំខាន់បានគឺមិនថាតែសម្រាប់តែជាបុគ្គលិកអប់រំតែប៉ុណ្ណោះទេគឺសម្រាប់បាទសិស្សានុសិស្សនិស្សិតបាទឬក៏សម្រាប់ប្រជាជនទូទៅបាទគឺសុទ្ធតែបាទមានសារៈសំខាន់ដូចគ្នាព្រោះយើងមើលអ្វីដែលជាស្ថានភាពបច្ចុប្បន្នរបស់សង្គមបាទទាំងនៅក្នុងកម្រិតជាតិកម្រិតតំបន់សកលលោកយើងឃើញថាយើងជួបប្រទះនឹងបញ្ហាប្រឈមច្រើនបាទបញ្ហាប្រឈមដែលបង្កឡើងដោយធម្មជាតិបញ្ហាប្រឈមដែលបង្កឡើងដោយមនុស្សបញ្ហាប្រឈមដែលបង្កឡើងដោយសង្គ្រាមនិងនិយាយពីក្របខ័ណ្ឌធំតែបើយើងនិយាយអំពីអ្វីដែលជាក្របខ័ណ្ឌតាក់ទងនឹងការអនុវត្តប្រចាំថ្ងៃនេះដែលនៅកន្លែងធ្វើការក្តីតែនៅក្នុងគ្រួសារក្តីនៅក្នុងសាលារៀនក្តីនេះគឺយើងមានជួបទៅនឹងអ្វីដែលជាបញ្ហាផ្លូវចិត្តនឹងច្រើនបើនិយាយជារួមបាទដែលការសុខភាពផ្លូវចិត្តយើងល្អបានធ្វើជីវិតរបស់យើងនឹងមានន័យបាទយើងមានគុណភាពនៃជីវិតបាទអញ្ចឹង